មានអ្នកព្រុសពូជនឹងចេញទៅព្រុសកំពុងតែគាត់ព្រុសនោះមានខ្លះធ្លាក់ចុះតាមផ្លូវហើយសត្វស្លាបក៏ហាមកជឹកស៊ីអស់ទៅមានខ្លះធ្លាក់ទៅក្នុងកន្លែងថ្មដែលមានដីរាក់ពេកស្រាប់តែដុះឡើងភ្លាមព្រោះដីមិនជ្រៅទេប៉ុន្តែការថ្ងៃរះឡើងនោះក៏ក្រៀមខ្លោចទៅពីព្រោះគ្មានឬហើយខ្លះទៀតធ្លាក់ទៅកណ្ដាលបន្លាក៏ដុះឡើងខ្ទប់ចិត្តតែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អហើយបង្កើតផលបានមួយជា100មួយទៀតបាន60ហើយមួយទៀតបាន30អ្នកណាដែលមានត្រចៀកស្ដាប់ឲ្យស្ដាប់ចុះហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលនឹងគេជាពាក្យព្រាយប្រដូចដូច្នេះព្រោះបានប្រទានមកអ្នករាល់គ្នាឲ្យបានស្គាល់ការកំបាំងនៅនគរស្ថានសួគ៌តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេត្បិតអ្នកណាដែលមានគេនឹងឲ្យទៅអ្នកនោះហើយអ្នកនោះនឹងមានជីវបរិបូរណ៍ឡើងតែអ្នកណាដែលគ្មាននោះគេនឹងយកអ្វីៗទាំងអស់ដែលអ្នកនោះមានចេញផងហេតុនោះបានខ្ញុំនិយាយនឹងគេជាពាក្យព្រាយប្រដូចត្បិតតែគេមើលឃើញនោះមើលមិនឃើញវិញហើយដែលគេស្ដាប់នោះក៏មិនឮហើយមិនយល់ផងពាក្យទំនាយហោរាអេសាយបានសម្រេចនៅលើអ្នកទាំងនោះហើយគឺជាសេចក្តីទាយទុកមកថាដែលឯងរកគ្នាឮនោះនឹងឮមែនហើយដែលឃើញនោះនឹងមើលឃើញមែនតែមិនយល់សោះព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ទៅជាស្ពឹកវិញគេឮដោយត្រចៀកធ្ងន់ហើយធ្មេចភ្នែកក្រែងមើលឃើញនឹងភ្នែកស្ដាប់ឮនឹងត្រចៀកហើយយល់នៅក្នុងចិត្តរួចគេប្រែចិត្តហើយយើងប្រាក់ឲ្យគេបានជាតែអ្នករកគ្នាវិញភ្នែកអ្នកមានពៅហើយត្បិតមើលឃើញត្រចៀកអ្នកក៏ដែរត្បិតស្ដាប់ឮខ្ញុំប្រាប់អ្នករកគ្នាជាប្រកាសថាពីដើមមានហោរានិងមនុស្សសុចរិតជាច្រើនគេចង់ឃើញការដែលអ្នករកគ្នាឃើញតែមិនបានឃើញសោះក៏ចង់ឮសេចក្តីដែលអ្នករកគ្នាឮដែរតែមិនមានឮឡើយដូច្នេះចូលអ្នករកគ្នាស្ដាប់ពាក្យព្រាយប្រដូចពីអ្នកព្រុសពូជនោះគឺកាលណាបានអ្នកណាស្ដាប់ព្រះបន្ទូលពីនគរតែមិនយល់នោះអាកំណាចក៏មកឆក់យកសេចក្តីដែលបានព្រុសនៅក្នុងចិត្តអ្នកនោះបាត់ទៅនេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវអ្នកដែលបានទទួលពូជក្នុងកន្លែងថ្មនោះគឺជាអ្នកដែលឮព្រះបន្ទូលរួចទទួលភ្លាមដោយអំណរតែគ្មានចាក់ឫសនៅក្នុងខ្លួនឡើយហើយនៅមិនជាប់ជាយូរប៉ុន្មានទេនោះកាលណាកើតមានសេចក្តីទុក្ខលំបាកឬសេចក្តីបៀតបៀនដោយព្រះបន្ទូលនោះគេរសាយចិត្តចេញភ្លាមហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លានោះគឺជាអ្នកដែលលើព្រះបន្ទូលរួចសេចក្តីខ្វល់ខ្វាយនៃជីវិតនេះនិងសេចក្តីឆោកផោករបស់ទ្រព្យសម្បត្តិមកផ្ទុកព្រះបន្ទូលជាប់មិនឲ្យពូជនោះកើតផលឡើយតែអ្នកដែលទទួលពូជនៅក្នុងដីល្អវិញនោះគឺជាអ្នកដែលលើព្រះបន្ទូលហើយយល់ក៏បង្កើតផលផ្លែមួយជា100មួយជា60ហើយមួយទៀតជា30